សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានសូមធ្វើការបង្ហាញអំពីក្រចកខ្លាឃ្មុំបាទក្រចកខ្លាឃ្មុំនេះខ្ញុំសូមធ្វើការបង្ហាញអញ្ចឹងក្រចកខ្លាឃ្មុំអានេះខ្ញុំអត់ដឹងថាក្រចកម្រាមមួយណាទេក្រចកដៃក្រចកជើងអីក៏អត់បានដឹងដែរព្រោះថានៅពេលដែលយកមកដល់គឺទម្រង់បែបហ្នឹងបាត់ហើយអញ្ចឹងអត់អាចសម្គាល់បានថាកញ្ចក់ដៃឬកញ្ចក់ជើងឯងគ្រាន់តែដឹងថានេះគឺជាប្រភេទក្រចកខ្លាឃ្មុំបាទខ្នាតធំទំហំធំគ្រាន់បើដែរធំហើយខ្ញុំសូមជម្រាបអំពីអានុភាពរបស់ក្រចកខ្លាឃ្មុំជាទូទៅក្រចកខ្លាឃ្មុំគឺគេប្រើការខាងស្នែរកស៊ីបាទអ្នករកស៊ីអ្នកជំនួញជួញដូរអីលក់ដូរលក់បាយសម្លលក់អីគឺគេឲ្យប្រើជាកញ្ចក់ខ្លាឃ្មុំតែមិនមានតែរបស់ហ្នឹងទេក្រៅពីហ្នឹងក៏ប្រើបានដែរខ្លះទៅគេនិយមជាខ្សែកថាកន្សែងយ័ន្តខ្លះកមួនឬមួយក៏ខ្លះគេប្រើតាមបែបធម្មជាតិដូចជាគេយកតែផ្ទីបន្លាគេយកតែមែកអំពិលទឹកគេយកមកដាក់នៅតូបឬរបស់ណាដែលមានបន្លាគេយកមកដាក់តាក់ម៉ួយអីជាដើមប៉ុន្តែបាននិយាយអំពីវត្ថុស័ក្តិសិទ្ធិអញ្ចឹងប្រភេទនៃកញ្ចក់ខ្លាឃ្មុំគឺតម្រូវទៅខាងអ្នកលក់ដូរ photocopy អីហ្នឹងថតរូបផ្ដិតរូបអីអញ្ចឹងមុខរបរអស់ហ្នឹងគឺសំខាន់ប្រើប្រាស់គឺកញ្ចក់ខ្លាឃ្មុំមិនមែនកញ្ចក់ខ្លាធំទេណាបើកញ្ចក់ខ្លាធំយើងយកមកប្រើការខាងរកស៊ីក៏មិនសូវជាត្រូវប៉ុន្មានដែរបានតែកញ្ចក់ខ្លាឃ្មុំទេដែលមានឫទ្ធានុភាពប្រកែខាងមុនស្នែរកស៊ីខាងតាក់ម៉ួយហៅម៉ួយព្រោះតែកញ្ចក់គឺដូចមន់ហ្នឹងប្រើកញ្ចក់ប្រើកញ្ញាំរកចំណីស្វែងរកចំណីអញ្ចឹងកញ្ចក់ខ្លាឃ្មុំក៏អញ្ចឹងដែរគឺប្រើប្រាស់ខាងកកោះកកាយរកចំណីមិនមែនបំផ្លាញទេណាគឺកោះកកាយរកចំណីហើយកញ្ចក់ខ្លាឃ្មុំនៅខ្មែរយើងមានច្រើនណាស់របស់នាំចូលកាន់តែច្រើនទៀតប៉ុន្តែសត្វខ្លាឃ្មុំខ្លាឃ្មុំខ្មៅមិនខ្លាឃ្មុំ Panda ទេ Panda អត់មាននៅខ្មែរមាននៅភ្នំតាម៉ៅយកមកពីបរទេសដែរប៉ុន្តែខ្លាឃ្មុំខ្មៅគឺនៅខ្មែរអត់ទាន់ផុតពូជទេនៅមានច្រើនហើយយ៉ាងណាមិញកញ្ចក់ខ្លាឃ្មុំភាគច្រើនណាស់គឺនាំចូលមកពីបរទេសហ្នឹងច្រកខាងកើតហើយអញ្ចឹងអានុភាពទី1គឺការជាជំនាញថាជាជំនាញរបស់កញ្ចក់ខ្លាឃ្មុំហ្នឹងគឺប្រើការខាងរកស៊ីបាទស្នែរកស៊ីក្រៅពីស្នែរកស៊ីបើជាស្នែមុខស្នែមាត់អត់បានទេអត់ត្រូវទេស្នែមហានិយមអីក៏អត់បានដែរបានតែស្នែរកស៊ីមួយគត់បាទក្រៅពីហ្នឹងគឺយើងយកទៅប្រើអត់កើតទេថាប្រើខាងស្នែបតុនចិត្តស្នែអីគឺខុសក្បួនហើយអត់ត្រូវទេជឿបន្ទាប់ពីហ្នឹងនៅមានអីទៀតបាទបន្ទាប់អំពីស្នែលក់ដូររកស៊ីហ្នឹងទៅគឺអាចប្រើប្រាស់ខាងទប់ទល់ជាមួយនឹងវិញ្ញាណអមនុស្សហ្នឹងដូចជាពពួកខ្មោចព្រាយបិសាចបាទពពួកដែលខ្មោចតៃហោងយើងជាទូទៅធ្វើដំណើរតាមផ្លូវមានកន្លែងខ្លះគេហៅថាជើងកបហើយជើងកបហ្នឹងវាឲ្យតែដល់កន្លែងហ្នឹងគ្រោះថ្នាក់ជិះទៅដល់កន្លែងហ្នឹងរៀងស្ងាត់រៀងចងំអីចម្លែកចឹងទៅព្រឺសម្បុរអីចឹងទៅហើយធ្លាប់មានបញ្ហាគ្រោះថ្នាក់នៅក្នុងនោះភាគច្រើនវាមានវិញ្ញាណតៃហោងវាមានវិញ្ញាណមិនល្អនៅតំបន់នោះអញ្ចឹងបើយើងមានវត្ថុស័ក្តិសិទ្ធិជារបស់នេះឬមួយក៏របស់អីផ្សេងហ្នឹងហើយប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ជាក់រៀបរាប់អំពីសំដៅទៅលើកញ្ចក់ខ្លាឃ្មុំបាទអញ្ចឹងបើយើងមានកញ្ចក់ខ្លាឃ្មុំនេះគឺអាចទប់ទល់ជាមួយវិញ្ញាណអស់ក្នុងបានគេមិនអាចមកទាញចកោតម៉ូតូឡានឬក៏យានយន្តរបស់យើងហ្នឹងឲ្យគ្រោះថ្នាក់នៅកន្លែងនោះបានអញ្ចឹងបានន័យថាយើងសុខសប្បាយសុខសុវត្ថិភាពនៅតំបន់នោះហើយនឹងតាមដងផ្លូវទាំងមូលតាមដងផ្លូវក្នុងករណីដែលមានវិញ្ញាណ
tay hóng men vì nhiên mình ló một biệt biên dưỡng cứ biệt biên ọt bản thể cứ bộ nóng việc tranh rất nấy rồi cho là mồm chắc cái cho là mày đai bong cho là có đôi kia đây trong nội môi nông mà nó bị là đôi từ kia nè vấn đề nhưng mình phải cả bỏ ra về ngày thế cầm hỏi khó và tiền là bật nhầm xôm sầm này từ lớp cho là mồm bà hỏi chẳng phải việc TP này cứ chỉ sự việc TP đã cả biết tục tối cho môi nắng vĩnh nhiên mình lọ bà chấm vĩnh nhiên lọ tục tối bàn on vĩnh nhiên lọ tục tối thì ấy bà kêu lọ hay năng cái lọ chui dưỡng năng ấy chẳng phải sự việc TP bà sự việc TP cứ cả biết môn khmai môn khmai nó men chưa vĩnh nhiên mình lọ đó không cái này môn khmai nó cứ chỉ cầm lăng hay sơn môn đài là cru che thưa bờ ao dương on trái ở dương vị nia cái thưa chỉ bờ sơn môn cái máy cái số sai sơn môn cái máy cái prao prey prey cái prao sai thúp ấy chuyện đào nóng ta nó nghe ta môn cái máy rồi mỗi cái chỉ bờ sai bỏ bờ cho bờ một chút năng cứ một cái môn cái máy những cái bao này cứ túc tôi chỉ mới nông môn không ai bàn cái hai thà cả lòng bay cả bay ấy nó túc chọp bà túc chọp giống mà này túc tôi chỉ mới nông sơn môn không ai rưỡi có ẩm pư vị trí ẩm pư túc tôi chọp túc tôi bàn chứ bờ do thì show rằng cream bàn on bỏ ní nhầm xôm phải trẻ thà bài sân về dương thừa kịch và sật thì dương phải cho sơn môn ấy tam lùm an cái buôn chữ bạp thòm đà nóng binh lính cứ dân pra cả bàn tại phần năng tê bàn tại tục tu cho môi nông môn khmai ca piệm pơ tục tu nông đuông bình nhiên mình lo đuông bình nhiên tài hong hơi nắng kháng rột xì và bố tha là bọn ấy cái đạ từ hàng rột xì vì khlang chiêng chẳng bây giờ chỗ sừng cream cứ mình miền bật sật phiệp khăn bờ gai xạ sật tề bàn tay chỗ sừng cream ban trấm tục tố môn khmai đai sật tới pra môn khmai được nông sừng cream mà tại bảo tục đờ crop vót thu sang làm pen crop cầm plương cứ tục ọt chuột tề chẳng nè đại lên mà thuộc xạ sật mà giờ mày lấy ọt đôi giờ mày môn này giờ mày muốn muối chụp ba bên tái ọt sơi dầm bầu rồi giờ mày lấy dầm bầu khăng mình đèn trắng nè lên mà thuộc sản giờ mày lấy là miên tòng đa cu sòm để thà miền A tỷ phiệp của con ông gà pra vật hộ sản xuất cho mục cổ rục thai là ra cho mục lô còn là tới con miền cái trọ là có máy cất vô tháo là bỏ đi tục crop cặp lương cho về chẳng lô miền là bỏ ấy xem tiết đôi chìa đông thế này buôn đôi chìa chai khai chuyện đào không bà này bong là tới còn miền cho lược vì nâng để tiết miền đôi chìa tăng vị sạch bây giờ cái xem như tràn một mò cái giờ sật miền sai cái tha cái sai giọt tràn một nè sớm mai lời ní nè đây cổ rục thay sao thổ xã sật bật bật cọt đấy nó ót che cổ rục là môi pi việc chở nó miền tận đọc môi pi đôi cổ rục miền đọc nó toàn con này đây nó cứ chỉ ca sờ lạnh ca cổ rục bên tay ca sờ lạnh ca cổ rục nó bây giờ tập bạc cho mà tập hết môi cái thằng pre si chiêm pre si chiêm tập bàn tình khăn này mà cù hỏi chạp bị mà cù nâng tới khơi khăn này na có lạnh khơi khăn này na có lạnh tinh và to để tiệt mà nè sẽ đập cù nó mền gì ca lạnh thế nó dương ở đằng luôn pre si chiêm mà sản thật dương dương ở bạn chạp ở đó một bạn đằng luôn thì nó bảo năng miền này kỳ thừa kịch kỳ sau cho kỳ bắt đạch bộ pre si chiêm nâng chính dương tay giờ thọ mà đa với nhà khơi khăn này lên trang tình chẳng có ai quen ngay nữa còn tiền bọn này chẳng giật việc ăn việc cứ 7 một nắng hơi về kha rồi bỏ
ខ្លាំងបកាយស័ក្តិសិទ្ធអាស្រ័យទៅនឹងដួងកែវនៅមនុស្សយើងម្នាក់បើសិនជាដួងកែវយើងណាឧទាហរណ៍ថាបុគ្គលកហ្នឹងដួងកែវគាត់មើលតាមខែឆ្នាំមើលតាមថ្ងៃទៅស្រាប់តែគាត់ដួងកែវគាត់គឺជាកញ្ចក់ខ្លាឃ្មុំដែលមានតម្លៃត្រឹមតែខ្ទង់$30ឬក៏$40ឬក៏$25អញ្ចឹងទៅតម្លៃតែប៉ុណ្ណោះប៉ុន្តែភាពស័ក្តិសិទ្ធិភាពខ្លាំងបកាយវាត្រូវជាមួយនឹងដួងកែវរបស់គាត់គាត់ប្រើប្រាស់តែរបស់ចំណាយអស់តែ$30-40-50នោះប៉ុន្តែវាខ្លាំងបកាយជាងរបស់ចែកកាច់ពិតប្រាកដដល់ទៅរាប់ពាន់$នោះប៉ុន្តែមិនមែនចែកកាច់គេអន់ទេមិនមានន័យថាចែកកាច់គេមិនល្អទេដោយសារតែមួយត្រូវដួងកែវបើយើងពុកម៉ែបងប្អូនត្រូវជាមួយដួងកែវអីត្រូវជាមួយកញ្ចក់ខ្លាឃ្មុំហើយយើងមានកញ្ចក់ខ្លាឃ្មុំប្រើត្រូវជាមួយដួងកែវខ្លួនឯងស្រាប់តែខ្លាចជាអ្នកខ្លាំងបកាយបដ ாய் ធ្វើអីក៏ខ្លាំងមានជំនឿជឿជាក់លើខ្លួនឯងមានទំនុកចិត្តខ្លួនឯងធ្វើអីក៏វាជោគជ័យអញ្ចឹងអានុភាពនឹងអានុភាពពិតប្រាកដស្ដែងចេញទៅពេលនោះហើយចែកកាច់ចូលសង្គ្រាមបាញ់មិនចេញប៉ុន្តែដល់ពេលប្រើទៅការងារខ្លះធ្វើទៅនៅតែខុសឆ្គងនៅតែមានការអអន់សពុនចិត្តដោយសារតែអត់ត្រូវដួងកែវគ្នាគាត់គោរពភាពបកាយស័ក្តិសិទ្ធិកើតមានហើយប៉ុន្តែបើត្រូវដួងកែវវាកាន់តែបកាយចុះបើដួងកែវគេត្រូវជាមួយចែកកាច់គេរកចែកកាច់បានតែមិនទៅអានោះក៏ដូចគ្នាព្រោះថាយើងរកដួងកែវខ្លួនឯងឃើញភាពស័ក្តិសិទ្ធិគឺកើតឡើងធ្វើឲ្យបុគ្គលនោះខ្លាចជាអ្នកខ្លាំងបកាយហើយមិនបាច់ប្រៀបធៀបថាអូតាគេរកដួងកែវគេឃើញហើយប្រៀបធៀបទៅអ្នកដតីមិនបាច់យកទៅចែកកាច់ផ្នែកតាមទៅប្រៀបធៀបជាមួយកញ្ចក់ខ្លាឃ្មុំអីទេគេអត់ប្រៀបធៀបអញ្ចឹងទេតម្លៃពេលខ្លះมันអាចចេះតែប្រៀបធៀបតម្លៃបានទេភាពស័ក្តិសិទ្ធិគេដូចគ្នាតើយើងធ្វើការងារមួយជោគជ័យគេធ្វើការងារមួយនឹងជោគជ័យទំហំការងារជោគជ័យដូចតែគ្នាទេអញ្ចឹងការប្រៀបធៀបពេលខ្លះវាមិនបានត្រូវទាំងស្រុងទេវាត្រូវដែរប៉ុន្តែវាមិនគ្រប់ជ្រុងជ្រោយបាទអាហ្នឹងសំខាន់ជាងគេដួងកែវប៉ុន្តែការគោរពយើងភាគច្រើនហ្នឹងគាត់គោរពវត្ថុស័ក្តិសិទ្ធិ10មុខ20មុខបើសិនជា10មុខ20មុខអត់ត្រូវដួងកែវខ្លួនឯងទៀតយើងនៅតែចង់បានអីផ្សេងទៀតអញ្ចឹងតែបើប៉ះត្រូវដួងកែវហើយស្រាប់តែគេពយល់សពថាហ្នឹងដួងកែវយើងលែងចង់បានអីទៀតយើងស្កប់ស្កល់ធ្វើហ្នឹងប៉ុន្តែទ្រព្យសម្បត្តិយើងក៏ស្រុកស្រំហើយយើងធ្វើអីចេះតែទៅមុខចេះតែរីកចម្រើនបាទហើយថ្ងៃនេះសូមបង្ហាញបន្តិចអំពីនេះវ៉ាក្លូតទៅកាប់នៅភ្នំស្រង់ឲ្យមុនណាឥឡូវលុញធ្វើជាកម្មនេះរៀនលុញលេងធ្វើលេងបានជាកម្មប្រហែលគ្រាប់ប៉ុណ្ណឹងបាទបង្ហាញនេះបាទនឹងកម្មតូចធំគាត់ថាសាកធ្វើលេងមានកំពុងឡតធ្វើមកអាពេលធ្វើហ្នឹងសាច់វាស្រស់ដល់វាស្ងួតបន្តិចទៅវាប្រទាញរៀងវាចអាយ៉ាចិត្តរុនបាត់ខាត់វាចិត្តរុនបន្តិចទៀតនឹងដាក់ធ្វើនៅពេលដែលវាស្ងួតសាច់មែនតែនទៅវាលែងទាញសាច់អានេះប្រទាញទៅរៀងវាចរៀងកោងអញ្ចឹងនៅពេលដែលវាស្ងួតបន្តិចទៀតទៅនឹងចាប់ផ្ដើមលុញសាឲ្យបានច្រើនជាខ្សែដៃຂະຫນາດ15លីធំຂະຫນາດតូចចេះបាក់ធ្វើតូចពេកបាក់ធ្វើតែខ្ញុំស្រឡាញ់តែតូចតែតូចបាក់ធ្វើធំក៏ប៉ុណ្ណេះអីធ្វើជាខ្សែដៃតែធ្វើឲ្យដាក់ជាវឲ្យរឿងនេះដាក់ជាវខ្សែដៃក្លូតពុកម៉ែបងប្អូនស្រឡាញ់ក្លូតបាទបន្តិចទៀតអាចតាក់ទងតាម Telegram បានបាទមិនខ្លឹមណាអត់ខ្លឹមទេមិនខ្លឹមក្លូតទេគឺពណ៌ក្លូតវាពណ៌យ៉ាងកម្ៅយ៉ាងពណ៌កម្ៅអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការតាមដានបាទសូមអរគុណច្រើន